សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំចង់បង្ហាញកម្មវិធីមួយបងប្អូនគឺកម្មវិធីថតនៅលើ screen របស់កុំព្យូទ័រហ្នឹងណាហើយបងប្អូនយើងមួយចំនួនចេះហើយបងប្អូនមួយចំនួនទៀតក៏អត់ទាន់ចេះអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូននៅកម្មវិធីមួយដែលគេហៅកម្មវិធី Ocam នេះបងប្អូនអាចចូលមក download មកវាយពាក្យថា Ocam ហើយយើងចូលមក download នៅក្នុងកុំព្យូទ័រហ្នឹងណានេះបងប្អូនហើយកម្មវិធីនេះគឺល្អសម្រាប់បងប្អូនដែលចង់ថតលក្ខណៈនៅលើកុំព្យូទ័រយើងថតscreen ណាបងប្អូនយើងថត screen នៅលើកុំព្យូទ័រគឺល្អយើងបងពាក្យថា download មកអញ្ចឹងវាអាចនេះជារកមើលសិនមកបងប្អូនអាចជួយលើនេះ download វាអូខេវាមកហើយបងប្អូនអញ្ចឹងមូលហេតុដែលខ្ញុំថតទូរស័ព្ទឲ្យបងប្អូនមើលនេះគឺដោយសារខ្ញុំចង់ឲ្យបងប្អូនមើលជាក់ស្ដែងកុំយើងចេះតែប្រាប់ដល់ពេលបងប្អូនខ្លះចេះតែថាយើងបរៀននេះបងប្អូន Ocam យើងទេមកក្រាមនេះមកកម្មវិធីមួយនេះបងប្អូនអញ្ចឹងបងប្អូនស្រួលទេយើង select លើវាមកអូខេយើងចុចអូខេទីទៅតោះបងប្អូនអូខេទៀតមកអូខេមកខ្ញុំកាន់ទូរស័ព្ទរៀងញោមទេបងប្អូនបន្តបងប្អូនអូខេទៀតមកអូខេយើងបានកម្មវិធី Ocam មួយនេះអញ្ចឹងបងប្អូនស្រួលទេបងប្អូនចង់បានកម្មវិធីនេះបងប្អូនដូចខ្ញុំបរៀនបងប្អូនមិនអញ្ចឹងបងប្អូនអាចថតវីដេអូនៅលើ screen យ៉ាងងាយស្រួលបំផុតហើយនេះគឺអាកន្លែង record នេះគឺយើង record វីដេអូកាលណាយើង record វីដេអូយើងអាចនិយាយក៏បានអាចធ្វើអីក៏បានដែរហើយនេះគឺយើងកំណត់ទំហំរបស់វាទំហំបងប្អូនចង់បានប្រហែលចង់បាន full អេក្រង់ក៏បានដែរឥឡូវខ្ញុំថតបងប្អូនមើលសារបងប្អូនមើលសិនអាហ្នឹងណាហើយបងប្អូនឃើញនេះឃើញខ្ញុំពណ៌ record អញ្ចឹងនេះឃើញលូតនាទីវាដើរអញ្ចឹងឃើញកំពុង record ដែរបងប្អូនឃើញទេដើររហូតនេះហើយខ្ញុំ stop វាវិញទៅខ្ញុំចូលមកដល់វីដេអូដែលខ្ញុំថតមិញហ្នឹងអញ្ចឹងវីដេអូនេះវាអាចជាអត់តន់ចាក់បានចឹងយើងចាក់វាមកនេះបងប្អូនឃើញទេចឹងកម្មវិធីនេះគឺល្អណាស់សម្រាប់បងប្អូនដែលចង់ record នៅលើកុំព្យូទ័រខ្ញុំ recommend ឲ្យបងប្អូនប្រើកម្មវិធីនេះហ្នឹងណាចឹងកម្មវិធីនេះវាតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនបងប្អូនកុំភ្លេចជួយចូល subscribe channel YouTube ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើទៀតចែករំលែកចំណេះដឹងជូនបងប្អូន